សូមគោរពនឹងជំរាបសួរប្រិយមិត្តពុកម៉ែបងប្អូនដែលតែងតែនិយមតាមដាននៅបណ្ដាញសង្គម YouTube ទាំងអស់គ្នាដោយសេចក្តីគោរពរាប់អានជួបខ្ញុំបាទសាជាថ្មីទៀតហើយពេលនេះខ្ញុំបាទសូមជូនអត្ថបទមួយដែលមានចំណងជើងថាបាទអ្នកណាមិនផឹកបាទបើអ្នកលក់ស្អាតម្លឹងបាទតើមានរឿងរ៉ាវកាលណាយ៉ាងណាសូមប្រិយមិត្តមកតាមដានសម្ដាប់ជំរាបខ្ញុំបាទដូចតទៅប៉ូលីសថៃកំពុងតែពិចារណាដាក់ពាក្យបណ្ដឹងទៅលើម្ចាស់ខាងកាហ្វេមួយកន្លែងដែលមានឈ្មោះថា Coffee on Today អចិស្រ័យ Coffee on Day នៅក្នុងស្រុកបន្តអំពីមានការបង្ហោះវីដេអូនិងរូបភាពរបស់ស្ត្រីតុរត់តុ2នាក់គ្មានសម្លៀកបំពាក់វីដេអូនិងរូបភាពស្រាតរបស់ស្ត្រីអ្នករត់តុដ៏សិចស៊ីនេះត្រូវបានគេបង្ហោះចែកចាយពាសពេញបណ្ដាញសង្គមហើយក៏ត្រូវទទួលបានការរិះគន់ជាច្រើនផងដែរបាទលោកថាណាឆៃវិរៈសនីឯកប្រចាំតំបន់ប្លូតាស្រុកសាតាហ៊ីបបាននិយាយថាមន្ត្រីប៉ូលីសបានក៏ហៅម្ចាស់ហាងនិងអ្នករត់តុធ្វើរបាយការណ៍ហើយកាលពីថ្ងៃអាទិត្យម្សិលមិញនេះលោកវិរៈសនីឯកបានបន្តទៀតថារូបភាពអាក្រាតទាំងនេះត្រូវបានចាត់ទុកជាការរំលោភបំពានច្បាប់អ៊ីនធឺណិតបាទរបស់ប្រទេសហើយអ្នកដែលប្រព្រឹត្តខុសនឹងច្បាប់នេះអាចនឹងជាប់ពន្ធនាគាររហូតដល់ទៅ5ឆ្នាំឬក៏ផាកពិន័យទឹកប្រាក់ 10,000 បាតជាង $3,000 សហរដ្ឋអាមេរិកលោក Brazon ដែលជាម្ចាស់ហាងកាហ្វេដែលមានឈ្មោះថា Coffee on Day បានឲ្យដឹងផងដែរថាលោកបានបង្ហោះនៅវីដេអូនិងរូបភាពទាំងនេះដើម្បីជាការផ្សព្វផ្សាយពាណិជ្ជកម្មប៉ុណ្ណោះទេមិនមែនចង់បំពុលសង្គមនោះទេលោកបានបញ្ជាក់ទៀតថាគំនិតនៃការផ្សព្វផ្សាយពាណិជ្ជកម្មយ៉ាងដូចនេះគឺកើតចេញពីតារា model ម្នាក់ដែលលោកបានពឹងពាក់ទោះបីជាមានការអះអាងយ៉ាងនេះក្តីលោកនៅតែបញ្ជាក់ថាទោះជាម្ចាស់ហាងនិយាយថាបាទជាស្រ័យយ៉ាងនេះក្តីទោះបាទដល់លោកច័ន្ទណាឆៃនៅតែបញ្ជាក់ថាទោះបីម្ចាស់ហាងនិយាយថាលោកគ្មានបំណងនឹងលុបវីដេអូបាទក៏ដូចជារូបភាពចេញក៏ដោយបទល្មើសគឺបានប្រព្រឹត្តរួចទៅហើយបាទអត្ថបទនេះខ្ញុំបាទសូមបញ្ចប់តែប៉ុណ្ណេះបាទនេះគឺជារូបភាពដ៏សិចស៊ីមែនទែនបាទប្រិមិត្តរូបភាពចឹងអ្វិនណាមចង់ផឹកកាហ្វេហ្នឹងបាទប្រិមិត្តបាទអត្ថបទជាបន្តបាទមានចំណងជើងថាប្រពន្ធមិនបានទិញស្បែកជើងឲ្យកូនពៅប្តីវាយបានមួយវែកឆាបាទនៅភ្នំពេញប្តីប្រពន្ធអ្នករើសអេតចាយ2នាក់បានកើតមានទំនាស់តាំងសរសៃកដាក់គ្នាអំពីរឿងស្ត្រីជាប្រពន្ធបានទិញសម្លៀកបំពាក់ឲ្យកូនគ្រប់គ្នាតែបាទមិនព្រមទិញស្បែកជើងឲ្យកូនពៅមួយគូទៅធ្វើឲ្យកើតជាអំពើហិង្សាដែលបរិជាប្តីបានទាញវេឆាវាយប្រពន្ធបណ្ដាលឲ្យរងរបួសនិងបង្កមានការភ្ញាក់ផ្អើលឡើងដល់សមាជិកចុះអន្តរាគមន៍ទាំងយប់ករណីប្តីប្រពន្ធផ្ទុះហិង្សាព្រោះតែរឿងអត់ទិញស្បែកជើងឲ្យកូនពៅនេះបានកើតឡើងកាលពីវេលាម៉ោង 7:30 នាទីយប់បាទនៅចំណុចភូមិអង្គរសង្កាត់ចោមចៅ3ខណ្ឌពោធិ៍សែនជ័យបរិជាប្តីដែលទាញវេឆាវាយប្រពន្ធមានឈ្មោះថាសឹមមីនីដែលមានអាយុ43ឆ្នាំមករបររហិតចាយចំណែកស្ត្រីជាប្រពន្ធមានឈ្មោះថាសុកវណ្ណារាដែលមានអាយុ43ឆ្នាំមករបររហិតចាយដូចគ្នាប្តីប្រពន្ធទាំងពីរនាក់មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើតាមសម្ដីស្ត្រីជាប្រពន្ធបានរៀបរាប់ប្រាប់ថាគាត់មានកូនទាំងពីរបាទគាត់មានកូនទាំងអស់គឺ5នាក់ក្នុងនោះកូនច្បងស្រីអាយុ15ឆ្នាំចំណែកកូនពៅអាយុ6ឆ្នាំហើយតែគ្រួសាររបស់គាត់មានជីវភាពក្រពេកទៅមិនមានបាទលុយទិញសម្លៀកបំពាក់ឬក៏ស្បែកជើងល្អថ្មីឲ្យកូនពាក់ដូចគេនោះទេបាទនៅមុនពេលកើតហេតុកូនស្រីច្បងរបស់គាត់នឹងធ្វើការងារបោកសម្លៀកបំពាក់ឲ្យគេទៅនឹងបើកប្រាក់ខែក៏បានយកលុយនឹងមកឲ្យគាត់ជាង 10,000 រៀលសម្រាប់ផ្គត់ផ្គង់គ្រួសារ
ស្ត្រីជាប្រពន្ធរូបនេះបានបន្តថាក្រោយអំពីបានលុយមកគាត់ក៏បានយកលុយទាំងនោះទៅលេងអធិស្ឋានទៅសងគេខ្លះនិងសល់ខ្លះនឹងយកទៅទិញម្ហូបនិងបានឆ្លៀតទិញសម្លៀកបំពាក់ឲ្យកូនប៉ុន្តែមិនទាន់បានទិញស្បែកជើងឲ្យកូនពៅរបស់គាត់ទេស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើប្តីរបស់គាត់ទៅត្រឡប់មកអំពីផឹកស៊ីនៅក្នុងភូមិដោយដឹងថាកូនស្រីច្បងទៅតែនឹងបាក់លុយហើយឲ្យលុយគាត់នឹងយកទៅទិញសម្លៀកបំពាក់ឲ្យកូនទៅប្តីសួរថាមានទិញស្បែកជើងឲ្យកូនស្រីពៅអត់ព្រោះអាណិតកូនស្រីពៅឃើញស្បែកជើងឡើងកញ្ចាស់លោកគាត់ប្រាប់ថាមិនទាន់ទិញឲ្យទេចាំថ្ងៃក្រោយស្រាប់តែប្តីនោះនិយាយថាគ្រាន់តែស្បែកជើងមួយគូតម្លៃ 5,000 រៀលសោះមិនទិញឲ្យកូនទៅធ្វើឲ្យកើតមានចំនួនឆ្លោះប្រកែកគ្នាទៅវិញទៅមកហើយភ្លាមនោះប្តីរបស់គាត់ខឹងបានទាញនៅធុងទឹកក៏យកទៅវាយក្បាលគាត់ព្រមទាំងទាញវែកឆាមកវាយក្បាលគាត់បន្ថែមទៀតបណ្ដាលឲ្យគាត់នឹងឈឺយ៉ាងខ្លាំងបាទនឹងបានទូរស័ព្ទហៅសមត្ថកិច្ចឲ្យចុះមកជួយអន្តរាគមន៍ភ្លាមតែម្ដងតាមប្រភពព័ត៌មានពីអ្នកជិតខាងនឹងបានប្រាប់ថាប្តីប្រពន្ធពីរនាក់ខាងលើតែងតែឆ្លោះប្រកែកគ្នាសឹងទៅរាល់ថ្ងៃទៅហើយនៅពេលខ្លះទៀតមិនត្រឹមតែប្តីវេប្រពន្ធទេគឺប្រពន្ធវេប្តីបណ្ដាលឲ្យបែកក្បាលជាញឹកញាប់ផងដែរក្រោយពីកើតហេតុសមត្ថកិច្ចបានធ្វើការណែនាំប្តីប្រពន្ធពីរនាក់ខាងលើកុំប្រើប្រាស់អំពើហិង្សាវេគ្នាបែបនេះទៀតបាទឲ្យចេះសាមគ្គីគ្នាដើម្បីព្រោះការឆ្លោះប្រកែកគ្នាគ្មានដែលចំណេញឡើយហើយបន្តមកប្តីក៏បានសុំទោសប្រពន្ធនិងសុំទោសសមត្ថកិច្ចផងដែរបាទអត្ថបទនេះខ្ញុំបាទសូមបញ្ចប់តែប៉ុណ្ណេះសិនបាទសូមអារម្មណ៍ប្រិមិត្តមករលេខតាមដានអត្ថបទជាបន្តដែលមានចំណងជើងថាពីអ្នកប្តីប្រពន្ធចិញ្ចឹមក្តាមសុកបែកជាបែកកំណត់ធ្វើរឿងញាក់សាច់ទៅវិញបាទតាមមានរឿងរ៉ាវអ្វីសូមប្រិមិត្តមកតាមដានស្ដាប់ដូចតទៅខេត្តកោះកុងឯនៅវិញកាលពីវេលាម៉ោង 5:15 នាទីព្រឹកថ្ងៃអធិស្ឋានល្ងាចថ្ងៃទី7 មិថុនាកងកម្លាំងកាយឡាយបត់ល្មើសគ្រឿងញៀនកងរាជអាវុធហត្ថក្រុងបាខេមរៈភូមិន្ទសហការជាមួយនឹងកងរាជអាវុធហត្ថក្រុងស្រុកមណ្ឌលសីមានិងកម្លាំងកងរាជអាវុធហត្ថខេត្តដឹកនាំដោយលោកវរៈសេនីយ៍ត្រីនួនអាវុធថាមេបញ្ជាការរងកងអធិស្ឋានរងទទួលបន្ទុកផ្នែកគ្រឿងញៀនដោយមានការចង្អុលបង្ហាញអំពីលោកវរៈសេនីយ៍ត្រីថុងណារងមេបញ្ជាការកងរាជអាវុធហត្ថខេត្តនឹងបានចុះមកសម្របសម្រួលពីលោកពូប៊ុនហាងព្រះអាញាអមសាលាដំបងខេត្តកោះកុងនឹងបានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននិងរក្សាទុកដោយខុសច្បាប់នៅសាធារណញៀននៅចំណុចស្រែបង្គាស្ថិតនៅក្នុងភូមិ2ឃុំបាក់ខ្លងស្រុកមណ្ឌលសេកម៉ាខេត្តកោះកុងនឹងឃាត់ខ្លួនបានជន់សង្ស័យពីអ្នកប្តីប្រពន្ធតាមប្រភពពីព័ត៌មានអធិស្ឋានបានតាមប្រភពព័ត៌មាននឹងបានឲ្យដឹងថាជន់សង្ស័យទាំងពីរនាក់ប្តីប្រពន្ធដែលសមត្ថកិច្ចបានឃាត់ខ្លួនរួមមានទី1ឈ្មោះថាត្រឹងឌិនដែលមានភេទប្រុសអាយុ50ឆ្នាំជាប្តីមុខរបរចិញ្ចឹមក្តាមលក់និងឈ្មោះថាសុកវិតភេទស្រីអាយុ48ឆ្នាំជាប្រពន្ធនឹងមុខរបរចិញ្ចឹមក្តាមលក់ជន់សង្ស័យទាំងពីរអ្នកប្តីប្រពន្ធស្នាក់នៅក្នុងភូមិ2ឃុំបាក់ខ្លងស្រុកមណ្ឌលសីមាខេត្តកោះកុងក្នុងការឃាត់ខ្លួនជន់សង្ស័យទាំងពីរអ្នកប្តីប្រពន្ធខាងលើនេះសមត្ថកិច្ចបានដកហូតនៅវត្ថុតាងរួមមានថ្នាំញៀនប្រភេទមេតាមវេតាមីនគឺម៉ាតុកកចំនួនបាទ258កញ្ចប់បាទ8កញ្ចប់ធំនឹង16កញ្ចប់និងតូច242កញ្ចប់ថ្នាំញៀនប្រភេទមេតាមហ្វេតាមីនគឺ WY ចំនួន168គ្រាប់ទូរស័ព្ទដៃ2គ្រឿងប្រាក់រៀលចំនួន 4,000 រៀលនិងសម្ភារៈប្រើប្រាស់សម្រាប់ច្រកថ្នាំញៀនមួយចំនួនទៀតបច្ចុប្បន្នជនសង្ស័យទាំងពីរអ្នកប្តីប្រពន្ធខាងលើត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបងចាត់ការតាមនីតិវិធីច្បាប់ប
បាទតបនេះខ្ញុំបាទសូមបញ្ចប់ទាំងស្រុងតែប៉ុណ្ណេះបាទសូមអរគុណដល់ប្រិយមិត្តខំចំណាយពេលវេលាតាមដានសម្ដាប់តាំងពីដើមរំលត់ទីបញ្ចប់នេះមុនបាយគ្នាកុំភ្លេចជួយចុច Subscribe ម្នាក់មួយទុកផងដើម្បីទទួលបានអត្ថបទថ្មីជាបន្តសម្រាប់ពេលនេះខ្ញុំបាទសូមអរគុណសូមគោរពនិងជម្រាបលា